កាលពីយូរលង់មកហើយមានសេដ្ឋីម៉ៅស្វិតម្នាក់អង្គុយគិតព្រួយបារម្ភអំពីរឿងរក្សាទ្រព្យសម្បត្តិរបស់ខ្លួនខ្លាចចោរវាលួចចូលមកលួចគេបានជួលមនុស្សឲ្យមកត្បាញហឹបធ្វើពីផ្ដៅខ្លះធ្វើពីឈើខ្លះព្រមទាំងត្បាញកន្ត្រកផ្សេងៗជាច្រើនសម្រាប់ដាក់ខោអាវទ្រព្យសម្បត្តិមេប្រាក់និងសម្ភារៈផ្សេងៗគ្រប់យ៉ាងដាក់បញ្ចូលនៅក្នុងហឹបនិងកន្ត្រកនោះទាំងអស់ប៉ុណ្ណោះហើយគេនៅតែមិនទាន់ទុកចិត្តទៀតទើបខំរកសោយកមកចាក់រួចរុំខ្សែពីខាងក្រៅថែមមួយជាន់ទៀតពេលរៀបចំស្រេចបាច់អស់ហើយទើបគេជញ្ជូនយកទៅទុកក្នុងបន្ទប់យ៉ាងរៀបរយគេតែងចូលទៅពិនិត្យកន្លែងនោះជាច្រើនដងក្នុងមួយថ្ងៃអ្នកស្រុកនាំគ្នាសរសើរថាគាត់ជាមនុស្សឆ្លាតព្រឹត្តព្រៀងបានល្អសម្បើមណាស់នេះថ្ងៃមួយពេលខែរនោចចោរមួយក្រុមបានទម្លុះកំផែងរបងផ្ទះហើយនាំគ្នាចូលទ្រកមើលលួចទ្រព្យសម្បត្តិរបស់សេដ្ឋីនោះពេលពួកវាកំពុងប្រមូលទ្រព្យសម្បត្តិទាំងនោះដំបូងពួកចោរចេះតែបារម្ភខ្លាចក្រែងមានធ្លាក់ជ្រុះរបស់របរដែលអាចនាំឲ្យដឹងដល់សេដ្ឋីប៉ុន្តែពួកវាបានពិនិត្យឃើញថាអវ័នទាំងនោះគត់មុតល្អណាស់ក្រោយសេដ្ឋីបានទៅខ្ចប់សម្រិតសម្រាំងទុកឲ្យរួចជាស្រេចដែលធ្វើឲ្យពួកចោរលួចបានយ៉ាងងាយស្រួលជាទីបំផុតលុះព្រឹកឡើងក្រោយភ្ញាក់ពីដំណេកភ្លាមសេដ្ឋីប្រញាប់ប្រញាល់រុះរាន់មកពិនិត្យមើលទ្រព្យសម្បត្តិរបស់ខ្លួនស្រាប់តែឃើញនៅសល់តែបន្ទប់ទទេគាត់តក់ស្លុតដួលសន្លប់បាត់ស្មារតីពេលដំណឹងនេះលើដល់អ្នកស្រុកពួកគេនាំគ្នាសើចចំអកឲ្យសេដ្ឋីថាសេចក្តីឆ្លាតរបស់សេដ្ឋីគំរិះនេះបែរជាការបង្ការងាយស្រួលដល់ពួកចោរទៅវិញសភាពបិទនៅក្នុងព្រឹត្តិការណ៍ខ្លះវាតែងតែលេងបិទពួនជាមួយចេតនារបស់បុគ្គលរឿងអាក្រក់រឿងល្អឬផលអាក្រក់ផលល្អនោះវាមិនមែនសុទ្ធតែមានក្តីដូចក្តីរំពឹងទាំងអស់នោះទេទង្វើនីមួយៗតែងតែមានផលវិជ្ជមាននិងអវិជ្ជមាននៅលាយឡំគ្នាជានិច្ចពេលយើងធ្វើអ្វីមួយដែលនឹងឲ្យផលល្អវាក៏បានផលអាក្រក់ខ្លះបង្កប់នៅជាមួយផងដែរក្នុងលក្ខខណ្ឌដ៏ជាក់លាក់ណាមួយប្រការល្អ